AutoCAD ឡើង10ឆ្នាំទើបដឹងខ្លួនឯងមិនសូវឆ្លាត ចឹងបញ្ហាថ្ងៃហ្នឹងគឺតាក់ទងជាមួយនឹង fillet គឺមិនអក្សរ F យ៉ាងvậy F enter O enter ខ្ញុំចង់បានឲ្យវាជ្រុងនេះកោង3ទឹកចឹងយ៉ាងvậy300ដោយសារខ្ញុំប្រើຂະຫນាត់មីលីម៉ែត្រចឹងvậy 300 enter ទៅតោះមកយើង select line មួយទៅ line មួយហើយខ្ញុំចង់ឲ្យខាងនេះវាកោង3ទឹកដែរយើងវាយ fillet F ហ្នឹង enter O enter 300ទៅដែរ enter តោះមកខ្ញុំ select line មួយមក line មួយចឹងបញ្ហាដែលខ្ញុំធ្លាប់ជួបច្រើនគឺវាកោងកន្លែងកោងកន្លែងអាក់ជួបគ្នាគឺវាចេញចឹងនៅពេលដែលយើង fillet នៅផ្នែកខាងឆ្វេងហើយផ្នែកខាងស្ដាំជាទូទៅអត់អីទេអញ្ចឹងនៅពេលដែលយើងមានបញ្ហានេះយើងអាចដំណោះស្រាយគឺយើងអាច mirror វាមក control set យករូបពីដើមមកវិញយើង mirror វាបានយើងរកចំណុចណាមួយឲ្យស្រួលឆ្នាំដើម្បី mirror វាត្រឡប់មកវិញហើយយើង delete object ចាស់ចោលទៅតោះមកយើង F enter ដដែលហ្នឹងហើយ O enter 300 enter តោះមកយើង select line មួយ line មួយអញ្ចឹងពេលខ្លះវានៅចេញ line បែបហ្នឹងដដែលយើងព្យាយាម select វាម្ដងឬពីរដងទៀតទៅគឺវាទៅវិញហើយអញ្ចឹងនេះជាបច្ចេកទេសតិចតួចតាក់ទងជាមួយនឹង AutoCAD ដែលខ្ញុំគិតថាវាមានបញ្ហាដោយសារវាគួរតែឲ្យយើងអាចថារើសខាងស្ដាំហើយខាងឆ្វេងយើងប្រើ comment FO ហើយយើងអាចមានជំរឿរើសស្ដាំឆ្វេងវាជាការល្អអញ្ចឹងសង្ឃឹមថា AutoCAD version ក្រោយអាចមានចំណុចទាំងអស់ហ្នឹងបាទអញ្ចឹងបើបងប្អូនមានវិធីសាស្ត្រអីល្អជាងនឹងទៀតចាំជួយ comment ប្រាប់ឲ្យគ្នាយើងផ្សេងៗបានដឹងផងបាទអរគុណច្រើន